បាទបងប្អូនសួស្តីមកកាន់ Channel YouTube របស់ខ្ញុំបាទធម្មជាតិជាមួយនឹងជីវិតពិតអញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញអារម្មណ៍ឬក៏នាំអារម្មណ៍ពុកម៉ែបងប្អូនមកទស្សនាអំពីរបៀបធ្វើជើងមាន់ឆាគ្រឿងសណ្តែកគួរណាបងប្អូនប៉ុន្តែចង់បញ្ជាក់ថាកន្លែងនេះមិនមែនមានតែជើងមាន់ទេមានទាំងថ្លើមទាំងកោះមានទាំងពូតស្បែកអញ្ចឹងបងប្អូនមើលមួយផ្លែតកុំច្រឡំថាឆាឬក៏ flour ម្ជូរគ្រឿងប៉ុន្តែទាំងពីរនេះបងប្អូនចង់ច្នៃចេញទៅជា flour ម្ជូរគ្រឿងក៏បានដែរតោះអញ្ចឹងចូលរួមទស្សនាវីដេអូនិងរបៀបធ្វើជាមួយខ្ញុំបាទដូចតទៅអញ្ចឹងដំបូងឡើយងាយទេបងប្អូនយើងគ្រាន់តែបើកខ្ទះឲ្យក្តៅចាក់ប្រេងឆាហើយហាន់ខ្ទឹមបន្តិចមកគឺយើងដាក់រំពងវាឲ្យឡើងឈ្ងុយណាបងប្អូនអញ្ចឹងបន្ទាប់ពីយើងរំពងខ្ទឹមសឲ្យឈ្ងុយហើយគឺយើងចាប់ផ្ដើមចាក់ជើងមាន់យើងចូលណាដូចខ្ញុំបញ្ជាក់អញ្ចឹងយើងមានជើងមាន់មានស្បែកមាន់មានកកូតមាន់ណាបងប្អូនមានច្រើនមានជង្គង់មាន់ពួកនិយាយទៅមកគ្រឿងហ្នឹងគឺវាមានច្រើនមែនតើអញ្ចឹងរបៀបធ្វើគឺខ្ញុំលីងណាខ្ញុំលីងជើងមាន់ស្បែកមាន់កកូតមាន់ជង្គង់មាន់ហ្នឹងឲ្យវាបានន័យថាស្ងួតឬក៏យើងលីងវារបៀបថាឲ្យរៀងក្រៀមបន្តិចចឹងទៅតាមចំណង់ចំណូលចិត្តកុំឲ្យថាលក្ខណៈមើលទៅវានៅរីកស្បេះពេកអូខេអញ្ចឹងយើងលីងហើយយើងគ្របទុកវាបន្តិចមកអញ្ចឹងយើងបើកវាមកវិញពេលយើងគ្របទុកប្រហែលជា3នាទីទៅ5នាទីហើយបងប្អូនឃើញថាសភាពវារៀងក្រៀមល្អអញ្ចឹងយើងដាក់គ្រឿងចូលបាទអញ្ចឹងគ្រឿងបុកបងប្អូនដឹងស្រាប់ហើយណាបាទយើងបុកគ្រឿងមានល្មៀតម្ដេងមានខ្ទឹមសខ្ទឹមក្រហមមានគល់ចក្រីមានស្លឹកក្រូចសើចបាទអញ្ចឹងបងប្អូនបុកវាឲ្យម៉ត់ល្អមកបាទបុកវាឲ្យម៉ត់ល្អហើយយើងក៏ចាប់ផ្ដើមឆាវាបាទជាមួយនឹងគ្រឿងយើងហើយនឹងសាច់មាន់យើងហ្នឹងឯងអញ្ចឹងបងប្អូនឆាចោះឆាឡើងដើម្បីឲ្យវាចូលគ្រឿងវាឈ្ងុយល្អសពជាតិសពជៅបងប្អូនឆាវា 4-5 ត្រឡប់អញ្ចឹងទៅបាទឆាវាឲ្យត្រឡប់ឲ្យខ្វះយើងលក្ខណៈថាកុំឲ្យវាខ្លោចពេកក៏កុំឲ្យវានេះយើងថែមទឹកថែមអីវាតាមការគួរណាបងប្អូនបាទអញ្ចឹងបងប្អូនពិនិត្យមើលនេះគឺយើងមានសពគ្រប់ហើយអញ្ចឹងបងប្អូនយើងឆែកមើលតទៅទៀតមើលតើយើងឆាហ្នឹងវាមិនដែរហើយខ្ញុំក្រោយពេលដែលខ្ញុំឆាម្លីងចឹងហើយគឺខ្ញុំថែមទឹកដើម្បីរងាស់វាឲ្យចូលគ្រឿងល្អហើយការថែមទឹកខ្ញុំហ្នឹងគឺទឹកត្បាល់ដែលយើងលាងគ្រឿងហ្នឹងឯងអញ្ចឹងខ្ញុំនៅហ្វាល់មួយទៀតគឺថ្លើមមាន់ណាបងប្អូនបាទខ្ញុំមានថ្លើមមាន់មានបេះដូងមានអីហ្នឹងគឺខ្ញុំដាក់ចូលបែបនេះខ្ញុំដាក់ចូលបែបនេះគឺបងប្អូនប្រហែលជាគិតថាឆ្អាបប៉ុន្តែខ្ញុំធ្វើរាល់ដងគឺខ្ញុំធ្វើទៅអត់អីទេដោយសារតែគ្រឿងយើងដិតច្រើនហើយលក្ខណៈថាដូចមាន់យើងមាន់ហ្វ្រាយខ្ញុំធ្វើអត់ឆ្អាបដែរបងប្អូនតែបងប្អូនធ្វើទៅមានបញ្ហាអីអាចជួយខមមិនចែកម្លែកខ្ញុំវិញផងអញ្ចឹងខ្ញុំធ្វើបែបហ្នឹងហើយខ្ញុំក៏ក្របណាខ្ញុំក្របវាទុកដើម្បីខ្ញុំរងាស់វាចូលគ្រឿងល្អអូខេអញ្ចឹងបងប្អូនរងាស់វាប្រហែលជា5នាទីទៀតបងប្អូនកន្លែងមកមើលនេះអញ្ចឹងបងប្អូនឃើញថាចុចឆាក៏ទឹកច្រើនម៉េចហ្នឹងហើយដែលខ្ញុំប្រាប់បងប្អូនថាចង់ឆាក៏បានវាយចេញជា flour ម្ជូរក៏បានពួកខ្ញុំធ្វើបែបហ្នឹងហើយបងប្អូនដោយសារតែឆាក្តីស្លម្ជូរក្តីគឺខ្ញុំទឹកតិចតិចទោះបីឆាក៏ខ្ញុំនៅតែថែមទឹកតិចតិចដើម្បីលាយបាយហូបមានគ្រឿងមានអីចឹងណាបងប្អូនហើយចំណែកគ្រឿងក្រូចដែលខ្ញុំដាក់គឺបងប្អូនទស្សនាវីដេអូខ្ញុំដឹងស្រាប់ហើយខ្ញុំបាទប្រើតែអំបិលនិងប៊ីចេងខ្ញុំកម្រប្រើស្ករណាបងប្អូនណាមុខម្ហូបខ្ញុំព្រាកច្រើនគឺខ្ញុំអត់ប្រើស្ករទេអញ្ចឹងក្រោយពេលខ្ញុំថែមអំបិលប៊ីចេងរួចហើយខ្ញុំក៏កូរត្រឡប់វាដើម្បីឲ្យវាចូលជាតិជាមួយហ្វប់នឹងគ្រឿងយើងបន្ទាប់ពីហ្នឹងមកគឺខ្ញុំដាក់សណ្តែកគួរបងប្អូននេះសណ្តែកគួរយើងបាទសណ្តែកគួរបងប្អូនតាមចំណង់ចំណូលចិត្តប្រើតិចក៏បានប្រើច្រើនក៏បានបាទអត់បញ្ហាទេតាមចំណង់ចំណូលចិត្តបងប្អូនហើយការឆាឬក៏បែបនេះបងប្អូនឃើញទឹកអញ្ចឹងបើបងប្អូនចង់វាយចេញជា flour ម្ជូរគ្រឿងបងប្អូនបាទជ្រុំតែប្រហុកថែមជាមួយនឹងម្ជូរអំពិលមក flour ម្ជូរគ្រឿងហើយបងប្អូនចង់ឆាបងប្អូនឆាឲ្យដាច់ទឹកទៅចង់កូកក៏បានចង់ទឹកផែកដូចខ្ញុំអញ្ចឹងក៏បានតែខ្ញុំជាទូទៅដោយសារដៃគូដៃកង់ខ្ញុំ2នាក់ហ្នឹងគឺឆាក៏ដោយ flour ម្ជូរក៏ដោយបើឆាក៏ទឹកបន្តិចធ្វើម៉េចឲ្យមានផែកលាយបាយអញ្ចឹងទៅហើយទៅពេល flour ម្ជូរក៏ទឹកអត់ច្រើនដែរហើយឬបណ្ដំប្រហ្វងគ្នាអញ្ចឹងបងប្អូនអញ្ចឹងគឺរឿងពិបាកពេលបងប្អូនទស្សនាមើលហើយមានអារម្មណ៍ថាចុះឆាយក៏ទឹកមកទលេបឹងបួអញ្ចឹងតែតាមពិតអាហ្នឹងគឺជាចំណង់ចំណូលចិត្តនៃការហូបបងប្អូនណាបាទអញ្ចឹងបងប្អូនអាចឆាដាច់ទឹកក៏មួយយ៉ាងធ្វើតាមរបៀបខ្ញុំលាយបាយហូបបែបលក្ខណៈក្មេងៗពីមុនគឺចូលចិត្តឆាក៏មានទឹក flour ក៏មានទឹកអញ្ចឹងណាបងប្អូនអរគុណច្រើនបងប្អូននេះគឺជាវិធីធ្វើម្ហូបនិងចែករំលែកពីជីវិតពិតជាមួយនឹងធម្មជាតិដែលខ្ញុំបាទធ្វើម្ហូបផ្ទាល់បាទហើយរបៀបស្រុកស្រែចម្ការងាយបាទឆាប់បានហូបអរគុណច្រើនបងប្អូនសម្រាប់ការតាមដានចូលរួមទស្សនាវីដេអូរបស់ខ្ញុំបាទតាំងពីដើមរហូតដល់ចប់បើសិនជាបងប្អូនពេញចិត្តនៃរបៀបធ្វើម្ហូបជីវិតរស់នៅបែបស្រុកស្រែចម្ការជនបទការធ្វើម្ហូបងាយឬក៏ជីវិតក្នុងកសិកម្មតាក់ទងនឹងដំណាំផ្សេងបងប្អូនកុំភ្លេចចូលរួមជាវឬក៏ Subscribe Channel YouTube របស់ខ្ញុំបាទម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីបន្តទៀតទាំងវីដេអូវែងនិងវីដេអូខ្លីរៀងរាល់សប្តាហ៍